សួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងសិក្សាមេរៀនបន្តទៀតថ្ងៃនេះយើងរៀនពី topic ទី1យើងរៀនអំពីនេះតកតងនឹងការប្រើប្រាស់អនុគម product ឬក៏សញ្ញាផ្កាយនេះអញ្ចឹង product នេះប្រើសម្រាប់គុណលេខណាអញ្ចឹងអនុគម product ប្រើសម្រាប់គុណលេខទី2តកតងនឹងប្រើប្រាស់អនុគម SUM ឬក៏ SUM ប្រើសម្រាប់បូកលេខច្រើនខ្ទង់ឬក៏សម្រាប់បូកលេខអញ្ចឹងយើងប្រើអនុគមពីរហ្នឹងនៅក្នុងម៉ោងហ្នឹងណាអញ្ចឹងបងប្អូនចងចាំទាំងអស់គ្នាការគុណលេខវាមានពីររបៀបទី1យើងប្រើប្រាស់product ទី2យើងប្រើប្រាស់សញ្ញាផ្កាយអញ្ចឹងយើងនឹងអនុវត្តទាំងអស់គ្នាតើយើងប្រើ product យ៉ាងម៉េចហើយនឹងការប្រើប្រាស់ផ្កាយយ៉ាងម៉េចអញ្ចឹងណាមួយទៀតដែលយើងអាហ្នឹងយើងបូកនេះបានន័យថាយើងសរុបរកទិន្នន័យទាំងអស់ដែលយើងមានអូខេតោះអញ្ចឹងយើងប្រើប្រាស់ product ឬក៏សញ្ញាផ្កាយអញ្ចឹងយើងដាក់ចំណុចកន្លែងសរុបនេះអញ្ចឹងមុខតំណែងមានមុខតំណែងចំនួននិងតម្លៃគេសួរមុខតំណែងចំនួនប្រមាណតម្លៃប្រមាណហើយយើងសរុបបានន័យថាសរុបតម្លៃនៃមុខតំណែងនីមួយៗអញ្ចឹងណាអញ្ចឹងក្នុងការសរុបមុខតម្លៃនៃមុខតំណែងនីមួយៗយើងប្រើប្រាស់អនុគមមានពីរដូចនិយាយមិនអញ្ចឹងគឺមាន product ឬក៏យើងប្រើសញ្ញាគុណអញ្ចឹងចំណុចទី1យើងត្រូវប្រើសញ្ញាស្មើរួចយើងវាយ product វាពាក្យ product នោះបើកពុកកញ្ចក់មករួចហើយយើង select លើចំនួននេះណាបងណាយើង select លើចំនួននេះតោះមកយើងកាលណា select លើចំនួនយើងពីចំនួននិងតម្លៃរៀលនេះយើងចូលគ្នាមកនេះអានេះយើងប្រើ product យើងប្រើអនុគមយើងចូលគ្នាបើមានតម្លៃផ្សេងពីនឹង2 3ខ្ទង់យើងរហូតមកប៉ុន្តែកន្លែងនេះយើងអូខេរួចបាត់វងចោលវិញចុច enter តម្លៃវាប៉ុណ្ណឹងអានឹងយើងប្រើអនុគម product តម្លៃ$1,600ណាឥឡូវយើងប្រើសញ្ញាគុណវិញមិនឥឡូវយើងប្រើសញ្ញាគុណវិញសញ្ញាផ្កាយទៅសញ្ញាផ្កាយវិញស្មើយើងយកតម្លៃចំនួននេះយើងចុចសញ្ញាផ្កាយតែម្ដងរួចហើយយើងយកតម្លៃរាយឬក៏ចុចទៅលើតម្លៃរាយរួចបិទវងកញ្ចក់ enter $1,600 ដូចគ្នាឃើញទេអញ្ចឹងពីរបៀបនេះកូនប្រើអនុគម product ក៏បានប្រើសញ្ញាផ្កាយនេះក៏បានដល់ណាហើយគ្រូប្រើសញ្ញា product ចុះ product មកទៀតមើល product បើកបញ្ចក់បានន័យថាយើងចំនួននេះហើយនឹងតម្លៃរាយយើងចូលគ្នានេះរួចហើយយើងបិទវងកញ្ចក់នេះឃើញ$1,600ដូចគ្នារួចយើងមកណានេះគឺតម្លៃនៃមុខតំណែងនីមួយៗតម្លៃសរុបនៃមុខតំណែងនីមួយៗឥឡូវយើងសរុបទាំងអស់យើងសរុបទាំងអស់បានន័យថាយើងសរុបតម្លៃទាំងអស់មានប្រមាណមុខតំណែងហ្នឹងយើងសរុបទាំងអស់កាលណាសរុបទាំងអស់យើងប្រើអនុគមគេឲ្យឈ្មោះថា SUM ឬក៏ SUM ប្រើសម្រាប់បូកសរុបលេខបានន័យថាយើងបូកសរុបលេខទាំងច្រើនខ្ទង់ណាកាលណាយើងបូកច្រើនខ្ទង់យើងប្រើ SUM អនុគម SUM ចឹងស្មើវាពីSUM រួចកូនទាំងអស់គ្នាបើពាក្យ SUM រួចកូនបើកកញ្ចក់
រួច select លើតម្លៃទាំងអស់នេះយើងបូកសរុបតម្លៃទាំងអស់នេះយើងបូកសរុបទាំងអស់មកrồi ហើយកូនបិទវងកញ្ចក់វិញរួចចុច enter នេះអញ្ចឹងតម្លៃទាំងអស់វាមានប៉ុណ្ណឹងអញ្ចឹងយើងក៏លេខមើលវិទ្យាសាស្ត្រឡើងវិញកូនណាថ្ងៃនេះយើងសិក្សាក្នុងវីដេអូនេះពីចំណុចទី1យើងប្រើអនុគម product ឬក៏សញ្ញាផ្កាយយើងដឹង product ប្រើសម្រាប់គុណលេខទី2យើងប្រើសម្រាប់អនុគម SUM ប្រើសម្រាប់បូកលេខដែលមានច្រើនខ្ទង់ដូចយើងបូកច្រើនខ្ទង់មិញអញ្ចឹងយើងដោយប្រើវាដោយបានឧទាហរណ៍យ៉ាងនេះឧទាហរណ៍យ៉ាងនេះណាអញ្ចឹងកូនហាត់ធ្វើទៅតាមហ្នឹងតាមវីដេអូហ្នឹងហើយបើមានបញ្ហាអីកូនអាចសួរលោកគ្រូបន្ថែមណាអូខេអញ្ចឹងវីដេអូហ្នឹងគ្រូមានប៉ុណ្ណឹងហើយចាំយើងបន្តវីដេអូក្រោយទៀតទៅណាអូខេអរគុណច្រើន